បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានកុំព្យូទ័រមួយគ្រាប់ទៀតមក review ចែកជូនប្រិយមិត្តទាំងអស់គ្នាបាទចាប់អារម្មណ៍អាចជាវយកទៅប្រើប្រាស់បានបាទសម្រាប់កុំព្យូទ័រនេះគឺប្រភេទបាទមកទឹកពីអាមេរិកដែរបាទគឺ Asus TUF Gaming បាទ Asus TUF Gaming នេះគឺជាប្រភេទម៉ាស៊ីនខ្លាំងបាទម៉ាស៊ីនខ្លាំងបងប្អូនអាចយកធ្វើការប្រើប្រាស់គូប្លង់ក៏បានបាទកាត់វីដេអូ Adobe Premiere Photoshop មក Play តែម្ដងបាទអញ្ចឹងម៉ាស៊ីនខ្លាំងនេះគឺប្រភេទអីខ្លះបងប្អូនណាគឺខ្ញុំនឹងទៅឆែកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានឃើញទាំងអស់គ្នានៅក្នុងម៉ាស៊ីននេះគឺយើងឃើញមាន RAM 16GB បាទអញ្ចឹងសម្រាប់ RAM គឺធំបាទបងប្អូនយកធ្វើការប្រើអីក៏បានដែរដោយសារតែ 16GB វាយើងអាចនិយាយថារត់កម្មវិធីមកល្មមមកស្អីក៏ដើរណានៅក្នុងហ្នឹងណាបាទហើយ RAM 16GB Core i7 ជំនាន់ទី9បាទ Core i7 ជំនាន់ទី9បាទបូកជាមួយគ្នានោះដែរគឺមាន VGA ដាច់បាទយើងមាន display ទី1បាទគឺជា chip graphic family របស់ក្រុមហ៊ុន Microsoft ហើយនឹងទី2គឺ Nvidia បាទ GTX 1650 Nvidia GTX 1650បាទដែលនៅក្នុងនេះគឺឃើញមាន spec memory ហ្នឹងគឺ 4G អញ្ចឹងគ្រាន់តែ VGA ដាច់ 4G បាទអញ្ចឹង VGA ដាច់ 4G ហើយ RAM 6G ទៀតហើយជាប្រភេទម៉ាស៊ីនខ្លាំងសម្រាប់លេងហ្គេមកាត់វីដេអូកាត់តវីដេអូ Adobe Premiere សំខាន់ Adobe Premiere ហ្នឹងដែលយើងឥឡូវគេពេញនិយមកាលមុនមាន Sony Vegas មានអីដែលយើងប្រើតូចតាចណាតែឥឡូវយើងមានឥឡូវគេពេញនិយមគឺ Adobe Premiere សម្រាប់ធ្វើការកាត់តវីដេអូធំបាទអញ្ចឹងបើមានមួយគ្រឿងនេះដែលមាន Full HD បងប្អូនអាចយកធ្វើការប្រើប្រាស់បានតែម្ដងបាទទិញយកទៅប្រើប្រាស់ឬបងប្អូនដែលត្រូវការប្រើជាលក្ខណៈរៀនសូត្រគឺយើងទិញមកគ្រឿងនេះទៅគឺប្រើបានរហូតចឹងនិយាយថាទិញហើយគឺមិនស្ដាយលុយប្រើទៅរហូតមកវាមានគុណភាពល្អហើយកម្លាំងខ្លាំងដែលយើងអាច download ដល់វីដេអូ Windows ដល់ណាព្រោះវាដល់នឹងដែរវាអត់បញ្ហាទេ update បន្ត upgrade បន្តអញ្ចឹងណាបាទអញ្ចឹងសម្រាប់ storage គឺ 512GB បាទហើយ RAM 16GB VGA 4G GTX 1650គឺសមរម្យសម្រាប់បងប្អូនធ្វើការប្រើប្រាស់កាត់តវីដេអូផ្សេងហ្នឹងកាត់វីដេអូធ្វើយ៉ាងហៅ MMO អីបាទខលហើយកាត់នៅក្នុងនេះបានតែម្ដងបាទហើយមានមួយទៀតគឺនេះ RGB លើក្តារចុចលយមែនតើបាទនេះណាភ្លើងគេភ្លឺដូរតាមនេះបាទតាមយើងចង់បាននេះមានពណ៌វាដេញប្រភេទតាមនឹងតែម្ដងបាទគឺស្អាតណាបាទហើយ slot បងប្អូនណាគឺនេះយើងមាន slot អានេះ network បាទមាន HDMI មាន USB បាទ USB នេះ3គ្រាប់ជាប់គ្នាហើយនឹង port audio សម្រាប់ដល់កាសបាទអញ្ចឹងគឺវាទាំងហើយធំមែនទែនបាទសម្រាប់យើងយកទៅប្រើដើរប្រុយល្មមណាបាទហើយ M2 ប្រភេទ M2 512គឺយើងដើរលឿនណា Windows បាទបងប្អូនណាបាទដើរលឿនមែនទែនសំខាន់ចេះបងប្អូនគឺយើងមិនមែនទិញកុំព្យូទ័រយកទៅសម្រាប់ទៅរៀនមួយមុខទេបងប្អូនត្រូវដឹងថាទិញកុំព្យូទ័រត្រូវយកទៅប្រើឲ្យបានយូរអង្វែងពេលយើងរៀនចប់ពេលយើងទៅធ្វើការងារយើងអាចប្រើកុំព្យូទ័រនេះបានគ្រប់កលៈទេសៈអាហ្នឹងបានយើងហៅថាទិញយកទៅប្រើតាមទិញហើយម្ដងមិនស្ដាយលុយខុសគ្នាលុយតិចតួចយើងអាចយកប្រើសេរីនេះគឺបានល្អតែម្ដងអញ្ចឹងណាបាទអញ្ចឹងកុំព្យូទ័រនេះដែរគឺមានថ្មប្រកាន់ល្អដែរបាទមកល្មមប្រើបានមកប្រើអីបាទ2 3ម៉ោងអីបាទ3ម៉ោងអីលើប្រុយមិនដឹងបងប្អូនប្រើកម្លាំងខ្លាំងនេះកាត់វីដេអូធំក៏យើងដោត power បន្ថែមដើម្បីជំនួយកម្លាំងវាអាហ្នឹងបានយើងអាចប្រើបានអញ្ចឹងណាបាទអញ្ចឹងនៅក្នុង display adapter បាទ GTX 1650បាទមាន D drive គឺប្រភេទ Samsung SD បាទ 512G បាទហើយនឹងមាន Bluetooth ហើយមាន Wi-Fi អីមកក៏ play តែម្ដងបងប្អូនណាយកទៅធ្វើការប្រើប្រាស់គឺទិញហើយមិនស្ដាយលុយទេយើងចូលឆៃ processor នេះមើលរាប់ processor បន្តិចបាទប្រហែល processor នេះពីន័យថាកម្លាំង CPU វាប្រហែលណា2 4 6 8 10 12 processor បាទ12 processor អញ្ចឹងវាមានទៅតាមប្រភេទម៉ាស៊ីនខ្លះ4 processor ម៉ាស៊ីនខ្លះ8 processor ម៉ាស៊ីនខ្លះ
នេះដល់12 processor អញ្ចឹងមានថាកម្លាំងវាខ្លាំងដោយសារតែវាមាន processor ទៅលើ CPU វាច្រើនអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនចាប់អារម្មណ៍អាចតាក់ទងតាមលេខទូរស័ព្ទខាងលើឬក៏តាម Telegram ខ្ញុំបានដាក់ជូនបងប្អូនគឺ010661086បងប្អូនអាចឆាតជា Telegram មកបានដើម្បីស្រួលយើងតាក់ទងគ្នាបងប្អូនស្រឡាញ់ខ្ញុំបាននឹងរៀបចំផ្ញើជូនបងប្អូនបាទហើយយើងក៏បន្ថែមថែមជូនបងប្អូននៅម៉ៅមួយបាទម៉ៅមួយម៉ៅ pad មួយបាទម៉ៅ wireless ជូនបងប្អូន wireless មួយបាទចែកបងប្អូនប្រើនេះបាទម៉ៅ wireless ចែកបងប្អូនយកធ្វើការប្រើជាមួយនឹងម៉ាស៊ីននេះមួយទៅបាទហើយមានម៉ៅ pad ម៉ៅ pad បាទម៉ៅ pad នេះម៉ៅ pad នេះទៅលោយកមួយទៀតបាទនេះម៉ៅ pad បាទម៉ៅ pad នេះមួយបាទហើយម៉ៅនេះមួយកតាបបាទប៉ុន្តែកតាបអធិស្ស្រ័យបាទមានកតាបស្ពីជំភាងបាទអញ្ចឹងជូនជាកាដូជូនបងប្អូនអរគ្នាប្រិយមិត្តអរគ្នាយកម៉ាស៊ីនមួយនេះទៅធ្វើការប្រើប្រាស់អញ្ចឹងណាបាទអញ្ចឹងសម្រាប់ប្រូក្រាមកម្មវិធីផ្សេងគឺខ្ញុំនឹងបាទតម្លើងជូនបងប្អូនអរគ្នា free អត់គិតលុយទេបាទបងប្អូនត្រូវការប្រើកម្មវិធីអីខ្លះគ្រាន់តែឆាតអត់ប្រាប់ឬក៏អីទៅខ្ញុំនឹងតម្លើងកម្មវិធីមួយគឺ install online ជូនបងប្អូនបានទៀតបាទឥឡូវយើងអាចប្រើ online បានអញ្ចឹងណាបាទចាំមកដល់កន្លែងទេបាទទៅមើល install កម្មវិធី program ផ្សេងអញ្ចឹងណាហើយសម្រាប់មកគឺនេះបងប្អូនយកធ្វើការប្រើប្រាស់គឺខ្លឹមហ្មងបាទយកទៅប្រើចំណេញលើគោកនេះបាទចំណេញលើគោបាទសុំតម្លៃបាទគឺតម្លៃត្រឹមតែបាទតម្លៃ400បាទ495បាទ495ដុល្លារបងប្អូនអាចយកបានបាទបាយសុំថ្លៃបងប្អូននេះដាក់តម្លៃនេះគឺជូនបងប្អូន495ដុល្លារបាទយកទៅប្រើប្រាស់បានហ្មងបាទហើយសម្រាប់បងប្អូនដែលពេញចិត្តណាបាទគឺយើងមាន Asus Gaming នេះបាទយើងធ្វើការ run LDO Facebook អីប្រយតែម្ដងបងគឺស្អាតតែម្ដងណាបាទគឺសំខាន់វាកម្លាំងវាខ្លាំងដែលយើងអាចយកទៅប្រើបានគ្រប់កលៈទេសៈគ្រប់កម្មវិធីទាំងអស់បានព្រោះ LD បងដោត power វាចោលហើយយើងប្រើទៅតាមតាណារបស់វាមកបាទគឺឆ្ងាញ់តែហ្មងកុំព្យូទ័រនេះបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងសូមបងប្អូនអាចជួយគាំទ្រទាំងអស់គ្នាបាទអរគុណជួបវីដេអូក្រោយ